ចាជំរាបសួរអ៊ំពុំមីងពុកម៉ែបងប្អូនទាំងអស់គ្នាចាចាំបងប្អូនទាំងអស់គ្នាបាក់ក្បាលវីដេអូមកចាឃើញហើយគឺយើងមានសកម្មភាពចាគឺយើងគឺកាប់អាចគោបងប្អូនទាំងអស់គ្នាធ្លាប់ធ្វើសកម្មភាពទាំងអស់ហ្នឹងអត់ចាហើយតកៅដួងបងប្អូនទាំងអស់គ្នាគឺថាច្រើនខ្លាំងមែនតើនៅក្នុងអាចគោដែលយើងកើបហ្នឹងដែលយើងធ្វើហ្នឹងចាបងប្អូនទាំងអស់គ្នាគឺខែវស្សាមកដល់ហើយចាធ្លាក់ភ្លៀងជោគជាំអញ្ចឹងហើយយើងក៏ដល់ពេលត្រូវធ្វើស្រូវធ្វើអីអញ្ចឹងណាចាព្រោះស្រូវអញ្ចឹងហើយយើងក៏មានអាចគោនៅផ្ទះរបស់យើងចាគឺដល់ពេលត្រូវពេលតែថ្ងៃសម្រាប់របស់ពួកយើងគឺកើបដើម្បីយកទៅដាក់ស្រែធ្វើជាជីចាបងប្អូនអរគ្នាធ្លាប់ធ្វើអញ្ចឹងអត់ចាចាំកុំភ្លេចខមមិនប្រាប់ពេតទាំងអស់គ្នាណាចាហើយនេះបងប្អូនអរគ្នាគឺថាសម្បូរខ្លាំងមែនតែនតែម្ដងគឺមានច្រើនណាបងប្អូនគឺនៅក្នុងអាចគោនឹងគឺច្រើនខ្លាំងមែនតែនអញ្ចឹងហើយនេះគឺកូនប្រុសកំពូលក្បាលខូចរបស់យើងគឺចុចវាចាបងប្អូនអរគ្នាចង់ឲ្យវានឹងជាប់នៅក្នុងឈើនឹងអញ្ចឹងហើយគេព្យាយាមឆ្កឹះព្យាយាមចុចទៅតែបានទៅតែជាប់បងប្អូនហើយចាបកកែខ្លាំងណាស់ចាហើយឲ្យតែមានសកម្មភាពក្នុងការធ្វើការងារអីគឺបរិះម្នាក់ហ្នឹងគឺអត់ទៅណាឆ្ងាយទេចាបងប្អូនអរគ្នាគឺថានៅលេងពេញនឹងតែម្ដងចង់ជួយចង់និយាយទៅរវល់តែម្ដងចាគឺរពឹសចាបងប្អូនអរគ្នាចាហើយនេះគឺប៉ាគេចាប់ផ្ដើមកាប់អាចគោទៀតហើយចាគឺដំបងយើងកាប់វាដាក់បកីហើយយកទៅច្រកក្នុងបាវហើយមិនយើងដឹកយកទៅចោលនៅស្រែចាក់ពីស្រែចូលចាចាក់ពីបាវហ្នឹងរីតាមស្រែទៀតនិយាយពីថា2 3 4 5ដំណាក់កាលណាបងប្អូនទំមតែយើងបានជាជីទៅដល់ស្រែចាគឺអ្នកម្ដាយហ្នឹងជួយចងចាគឺរវល់ខ្លាំងណាស់មួយថ្ងៃហ្នឹងគឺ holiday ចាបងប្អូនអរគ្នាគឺធ្វើការងារផ្ទះយើងឲ្យហើយចានិយាយទៅមានអីទេបងប្អូនអរគ្នាadmin ជឿជាក់ថាបងប្អូនអរគ្នាក៏ធ្លាប់ធ្វើកិច្ចការទាំងអស់ហ្នឹងដែរឲ្យតែយើងជាកូនអ្នកនៅស្រុកស្រែជនបទចាបើសិនជាបងប្អូនយើងនៅទីក្រុងប្រហែលជាអត់ដែលធ្វើសកម្មភាពទាំងអស់ហ្នឹងទេតែបងប្អូនយើងនៅតាមខេត្តចាដូចគ្នាហ្នឹងគឺថាប្រកាសជាធ្លាប់ហើយដោយសារយើងរដូវវស្សាមកដល់មានអីក្រៅពីធ្វើស្រែចាកើបជីហ្នឹងយកទៅដាក់នៅស្រែដើម្បីបានបង្កើនទិន្នផលរបស់ពួកយើងចាបងប្អូនអរគ្នាហើយជីហ្នឹងគឺគ្មានមកពីណាទេគឺអាចគោរបស់យើងនឹងឯងចាបើសិនជាបងប្អូនមានគោច្រើនអីចឹងទៅគឺថាបានអាចច្រើនជាងនឹងអញ្ចឹងណាadmin មានតែ2ទេអញ្ចឹងហើយក៏អាចវាមិនសូវច្រើនប្រហែលដែរតែប្រហែលបាវទេដល់ពេលយើងព្យាយាមកាប់អីចឹងទៅចាបងប្អូនគឺកាប់បានច្រើនមែនតែនដែរហ្នឹងណាលក្ខណៈថារវល់ពេញមួយថ្ងៃបងប្អូនចាគាត់នៅសកម្មភាពប៉ុណ្ណឹងចាបងប្អូនមើលត្រួសទៅគឺអត់មានអីក្រៅពីហ្នឹងទេចាកាប់ហើយដាក់បាវច្រកបាវអីប៉ុណ្ណឹងឯងចាបងប្អូនអរគ្នាចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ follow ក៏ដូចជា like share comment ឲ្យបានច្រើនបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ធ្វើអីចឹងណាកុំភ្លេចជួយ comment បងទាំងអស់គ្នាចាហើយនេះបងប្អូនអរគ្នាដល់វគ្គពិសេសចាបងប្អូនធ្លាប់ជួបអត់នេះអីគេបងប្អូនអរគ្នាទាយមើលថានឹងអីគេទាយលេងសិនទៅនាងពួនចាបងប្អូនអរគ្នាមិននាងពួនដូចដែរមានអ្នកនិយាយពីក្រោយនឹងទេគឺចាកាពីងថ្នោតនឹងឯងពេលយើងនៅក្រុមអាចគោនឹងទៅវាដោះបានប៉ុណ្ណឹងឯងបងប្អូនអរគ្នាមើលសកម្មភាពចាadmin ចាប់ផ្ដើមយកមកកាន់យកមកមើលហើយគឺកាពីងថ្នោតចាថ្នោតវាដោះបានតែប៉ុណ្ណឹងព្រោះដោយសារវាកប់នៅក្នុងអាចគោបងប្អូនចាអត់បានវែងជាងនឹងអត់បានល្អជាងនឹងអីទេគឺបានតែប៉ុណ្ណឹងឯងចាអ្នកទាំងអស់គ្នាពេលឃើញភ្លាមថានាងពួននៅក្នុងអាចគោកាពិតអត់ទេបងប្អូនចាគឺកាពីងថ្នោតនឹងឯងចានាងខ្ញុំគឺថាបង្ហាញឡើងឲ្យបងប្អូនទាំងអស់គ្នាមើលថាដូចអីចេះលក្ខណៈថាវាប៉ុណ្ណឹងកដៃអញ្ចឹងទៅហើយគ្មានរឹសអីទៅណាទៀតទេមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាចាវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណ